ESB តំណាងឲ្យ Enterprise Service Bus វាជាគំរូស្ថាបត្យកម្មកម្មវិធីដែលបើកដំណើរការតាក់ទងរវាងកម្មវិធីនិងសេវាកម្មផ្សេងៗនៅក្នុងសហគ្រាសនេះជាទិដ្ឋភាពសង្ខេបគន្លឹះលក្ខណៈពិសេសរបស់ ESB ការរួមបញ្ចូល ESB ជួយសម្រួលដល់ការរួមបញ្ចូលកម្មវិធីនិងសេវាកម្មផ្សេងៗដោយមិនគិតពីបច្ចេកវិទ្យាមូលដ្ឋានឬពិធីការរបស់ពួកគេការបញ្ជូនសារវាបញ្ជូនសាររវាងសេវាកម្មដោយផ្អែកលើច្បាប់ដែលបានកំណត់ជាមុនធានាថាទិន្នន័យទៅដល់គោលដៅត្រឹមត្រូវ Protocol Transformation ESB អាចបំផ្លាញសារពីពិធីការមួយទៅពិធីការមួយទៀតឧទាហរណ៍ HTTP ទៅ JMS អនុញ្ញាតឲ្យប្រព័ន្ធផ្សេងៗតាក់ទងយ៉ាងរលូន Data Transformation វាអាចបំផ្លាញទម្រង់ទិន្នន័យឧទាហរណ៍ XML ទៅ JSON ដើម្បីធានាភាពឈប់គ្នារវាងប្រព័ន្ធ Orchestration ESB អាច orchestrate ដំណើរការស្មុគស្មាញដែលពាក់ព័ន្ធនឹងសេវាកម្មជាច្រើនការសម្របសម្រួលអន្តរកម្មរបស់ពួកគេការត្រួតពិនិត្យនិងការគ្រប់គ្រងវាផ្ដល់ឧបករណ៍សម្រាប់ត្រួតពិនិត្យអន្តរកម្មសេវាកម្មនិងការគ្រប់គ្រងដំណើរការអត្ថប្រយោជន៍ការប្រើប្រាស់ ESB លទ្ធភាពធ្វើមាត្រាដ្ឋានងាយស្រួលបន្ថែមឬលុបសេវាកម្មដោយមិនរំខានដល់ការរួមបញ្ចូលដែលមានស្រាប់ភាពបត់បែនគាំទ្រវិធីការតាក់ទងនិងទម្រង់ទិន្នន័យផ្សេងៗគ្នាកាត់បន្ថយភាពស្មុគស្មាញសម្រួលការតាក់ទងរវាងប្រព័ន្ធផ្សេងគ្នាកាត់បន្ថយត្រឹមរើការតាក់ទង point to point ឧបករណ៍ ESB ទូទៅ Apache Camel MuleSoft Anypoint WSO2 IBM Integration Bus